គេថាអារម្មណ៍ពេលជួបមិនដូចអារម្មណ៍ពេលបាយទេបងប្អូនហើយនេះជាคลิปចុងក្រោយដែលខ្ញុំបានថតជាមួយអូនឬឆាតឬ KA តាមពិតទៅពួកយើងមានកម្រងថតប្លុកជាមួយគ្នាទីច្រើនប៉ុន្តែដោយសារតែគាត់ជួបបញ្ហា page របស់គាត់ត្រូវបាន Facebook suspend និយាយទៅ Facebook របស់គាត់និង Facebook របស់ខ្ញុំមានករណី case ដូចគ្នាតែតងតែទោះត្រង់ថា page របស់គាត់ធំ follow 2M ជាង ai page ខ្ញុំ follow តែ 70k ចឹងហើយខ្ញុំខ្ជិលខ្វល់ហើយខ្ញុំសុខចិត្តបង្កើត page ថ្មីព្រោះខ្ញុំអត់ចង់ឲ្យគេចម្រិតទាលុយដោយគាត់ទេខ្ញុំគាត់ថាបងប្អូនប្រហែលជាឃើញវីដេអូ clip ដែលគាត់បាននិយាយបញ្ហាហ្នឹងហើយតាមពិតទៅមុននឹងគាត់ចាក់ចេញពីផ្ទះខ្ញុំគាត់បាននិយាយប្រាប់ខ្ញុំនឹងដៃក្មេងដែរថាគាត់មកផ្ទះខ្ញុំម្ដងទៀតមុននឹងគាត់ធ្វើដំណើរទៅជួបម៉ាដាមសុភាបយឈើអីចឹងតែចៃដន្យមានបញ្ហាហ្នឹងក៏គាត់បានមកចឹងទៅហើយម្ដាយក្មេងខ្ញុំខំតែត្រៀមហូបបងប្អូនគាត់ថាធ្វើបេយានីដែលខ្ញុំប្រាប់គាត់ឲ្យធ្វើហ្នឹងហើយខ្ញុំព្រឹកមិញក៏បានចូលមើល page របស់គាត់តែមាន fan មួយចំនួនគាត់ comment ថាចង់ឃើញវីដេអូ clip ដែលអូនញ៉ាំហូបអាហារស្នាដៃម្ដាយក្មេងខ្ញុំហ្នឹងតែ clip ហ្នឹងអត់មានទេបងប្អូនចាំលើកក្រោយហ្មងទៅហើយគាត់ប្រាប់ខ្ញុំថាប្រហែលជាលើកក្រោយគាត់មកលេងខ្ញុំម្ដងទៀតចឹងហើយខ្ញុំប្រាប់ថាបើសិនមកលេងបងម្ដងទៀតមកលេងចំខែ1ឬខែ2បងទៅខែ1សពោទៅដល់កម្មវិធីហើយម្ដាយក្មេងខ្ញុំនិងបងប្អូនថ្លៃប្រាប់ឲ្យតាលើកក្រោយពេលម្ដងមិនបាច់ស្នាក់នៅតែនំអស់លុយទេតែដេកផ្ទះបងអូនថ្លៃហ្មងទៅផ្ទះធំផ្ទះល្វែងផ្ទះស្អាតមានសិនជាថាចេះដេកកង្ហាលេងចឹងនិយាយផ្ទះខ្ញុំក៏មានកម្រងដាក់សិនជាមួយទៀតបងប្អូនហើយនេះជាសកម្មភាពខ្លះថ្ងៃចុងក្រោយដែលយើងបានជួបជុំគ្នាបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់នៅក្នុងអូតែលហើយក៏ពួកយើងនាំគ្នាដើរលេងបន្តឧទាហរណ៍ថាចូលសារមន្ទីរចឹងទៅឬក៏ដើរលេងតាមមាត់សមុទ្រហើយមាត់សមុទ្រនៅសងទាបងប្អូនសម្រាប់ខ្ញុំដូចគ្មានអ្វីប្លែកដូចគ្មានអ្វីឲ្យខ្ញុំត្រូវចាប់អារម្មណ៍ចឹងខុសប្លែកពីសមុទ្រស្រុកហើយដល់របស់ខ្ញុំគាត់ចិត្តល្អខ្លាំងណាស់នៅពេលពួកយើងបានទៅលេងមាត់សមុទ្រគាត់ចំណាយលុយទៅទិញការ៉េមកៃចែកបងប្អូនជនជាតិឥណ្ឌាសូម្បីតែខ្ញុំក៏ដែរបងប្អូនទៅណាជាមួយខ្ញុំហ្នឹងគឺគាត់ចំណាយលុយគ្រប់ម៉ោងគ្រប់ពេលតែម្ដងខ្ញុំគិតថាមិនដឹងជាគាត់ចំណាយលុយអស់ប៉ុន្មានទៅណោះព្រោះអីពេលម្ដងផ្ទះខ្ញុំភ្លាមក៏ឲ្យកដោហ្មងកដោសុកជាតិថ្លៃជាងគេមានតាំងពីមាកាមានតាំងស្អីគេ iPad ទៀតហើយមិនត្រឹមតែប៉ុណ្ណោះអញ្ជើញខ្ញុំឲ្យទៅញ៉ាំអាហារថ្ងៃត្រង់នៅក្នុងអូតែតាំងប្រាប់ថាមិនបាច់កំងទៅអូនអើយបងបានពេលចប់ហូបពីផ្ទះឲ្យព្រោះអីបងអត់ចង់ឲ្យអូនអស់លុយច្រើនតែមិនព្រមកំង burger ផងកំងអាហូបថ្លៃអូយបងប្អូនចង់និយាយថាពិតជាចិត្តល្អមែនជាមិនបានមកចំណិតគាត់ទេរាំកូនប្រុសទៅរៀនរាំនៅណេសវកម្មវិធីណាបងប្អូនអើយក្រៅពីកម្មវិធីសាលាក៏មានកម្មវិធីផ្សេងតាមបែបជំនឿណាធ្វើឲ្យយើងរវល់រហូតនឹងឯងតែមិនដឹងធ្វើម៉េចទេគេថាឲ្យយើងចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេសអញ្ចឹងទៅវីដេអូនឹងកាត់តទេបងប្អូនអើយនៅពេលដែលខ្ញុំបានដល់ផ្ទះខ្ញុំជួនសឹកជាទៅរៀនរាំនៅក្រោយផ្ទះនឹងឯងដើម្បីចូលរួមកម្មវិធីមួយថ្ងៃទី26ហ្នឹងដែលគេហៅថាកម្មវិធីប្រារិនដេទៀតបងប្អូននឹងឃើញវីដេអូបន្តទៅដល់ផ្ទះគាត់ភ្លាមផ្ទះហ្នឹងស្អាតខ្លាំងណាស់បងប្អូនគេចាំអាសាប់នេះថាត់កប៉ុកក៏ដែរទុកជាហៅថាសัตว์កប៉ុងសាច់កប៉ុងហើយនៅស្រុកហ្នឹងសម្បូរសัตว์នឹងខ្លាំងណាស់បងប្អូនពេលព្រឹកពេលខ្លះពេលខ្ញុំជួនសុកជាទៅសាលាឃើញតែគេជិះម៉ូតូកន់ងាប់ដល់រហូតហ្នឹងហើយនេះជាការវឹកហាត់រាំរបស់សុកជាមិនដឹងជាស្អីទៅស្អុកបងប្អូនរាំដូចជាគ្មានបលឹងបលះល្មិចទេហើយនៅពេលខ្ញុំថតសកម្មភាពទាំងអស់ហ្នឹងបានត្រឹមថតពីចងាយឬក៏ zoom យកទៅមុខសុកជាចឹងទៅព្រោះនៅស្រុកខ្ញុំនេះគេប្រកាន់តិចឲ្យរឿងថតយករូបភាពគេយកមកដាក់ក្នុង channel របស់យើងចឹងពេលខ្ញុំចូលសេរីម្ដាយក្មេងខ្ញុំមកដល់ផ្ទះល្មមចឹងហើយបងប្អូនដូចជាមានមេក្រូ3មេក្រូ4នៅក្នុងផ្ទះគាត់និយាយលឺខ្លាំងណាស់គាត់នៅតែម្នាក់ឯងផងបើសិននៅមួយប្អូនថ្លៃខ្ញុំទៀតកម្មវិធីមួយហ្នឹងសុកជាគាត់អត់ចង់ទៅហាត់រាំទេតែខ្ញុំជូនគាត់ទៅចឹងនិយាយទៅគាត់អត់សប្បាយចិត្តទេគាត់ថាសុកហ្នឹងសម្បូរកម្មវិធីពេករកទៅពេលសារៈមកគាត់និយាយក៏ម្យ៉ាងដែរបងប្អូនសូម្បីតែខ្ញុំក៏ពេលខ្លះមានអារម្មណ៍ដូចទៅគាត់នឹងឯងស្រុកហ្នឹងពេលវេលាបងប្អូនមើលតិចទេមកណែនាំជាមួយនឹង NAD សិនយ៉ាងបងប្អូនមានដឹងអត់ដល់ពេលយើងចាស់ទៅNAD ក្នុងខ្លួនរបស់យើងវាចុះខ្សោយចឹងហើយបានតែយើងឆាប់ជ្រួញស្បែកមិនស្អាតស្បែកស្អាប់អីចឹងណាប៉ុន្តែបើសិនបងប្អូនប្រើជាមួយ NAD ស្គីនយ៉ាងជួយការពារស្បែកបងប្អូនឲ្យតឹងណែនស្អាតភ្លឺថ្លាចេញពីខាងក្នុងតែម្ដងរឹងរក្សាសម្រស់បងប្អូននៅក្មេងជាងវ័យហើយជាផលិតផលរបស់ប្រទេសអាមេរិកមកកំប៉ុងហ្នឹងគេមាន120គ្រាប់បងប្អូនអានេះកំប៉ុងចាស់ឥឡូវផងដែរក្រុមហ៊ុនគេផលិតកំប៉ុងថ្មីដែរប៉ុន្តែខ្ញុំអត់ទាន់បានចូលស្តុកនៅឡើយទេអញ្ចឹងហើយបើសិនបងប្អូនចង់បានកំងអាកំប៉ុងចាស់លើដៃរបស់ខ្ញុំមានឈុតពិសេសតែម្ដង promotion ហ្នឹងតែ$28តែប៉ុណ្ណោះបងប្អូននឹងទួបានថ្នាំដល់ធ្មេញស្មៃខែមួយហើយវិធីប្រើរបស់គេងាយទេញ៉ាំមួយថ្ងៃម្ដងពីរគ្រាប់ក្រោយហាពេលព្រឹកក៏បានអាហារថ្ងៃត្រង់ក៏បានដែរឥឡូវនេះផងដែរខ្ញុំរៀនធ្វើណែមញ៉ាំការវិចខ្ចប់របស់ខ្ញុំអូយចង់និយាយថាបានពៀនត្មងទៀតបងប្អូននឹងឃើញហើយនេះសបកណាដែលខ្ញុំបានទិញនៅសាមគ្គីស៊ីមរៀបវាហ្នឹងខ្ញុំសួរអ្នកលក់អូយមានសបកណែមណាដែលថាទិញទៅវាស្រួលវិចខ្ចប់អត់ដាច់អត់រលាត់អត់អ្នកលក់ថាបងអាមួយហ្នឹងហើយល្អស្វិតជាងគេបងប្អូនចាំមើលថាវាស្វិតឬមិនស្វិតឡើយបងប្អូនឃើញហើយអូយការវិចខ្ច
ចប់របស់ខ្ញុំគឺថាគ្មានពីលោកបងប្អូនអើយនេះទៅប្រឡងវិញគណៈកម្មការគាត់ថាអើយមកទឹកជា3ប្រឡងទេយកពីត្មងទៅបើសម្រស់វិញអូខ្ជិលនិយាយបងប្អូនមហាប្រោប៉ុន្តែរសជាតិវិញអូឆ្ងាញ់ខ្លាំងណាស់បងប្អូនហ៊ាននិយាយក្រៅពីណាក៏ខ្ញុំមានសឡមជួមុខទៀតដែរបងប្អូនវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរអរគុណច្រើនបងប្អូនតែឆ្លាញ់ចូលចិត្តមើលវីដេអូខ្ញុំជូនបងប្អូនមានសុខភាពសំណាងល្អរស់ស៊ីមានបានអរគុណបាយបាយ